ซุปซีชอนนี่คือแทบไปนิยมครั้งเหมือนแต่เหมือนทานในประเทศเช่นหรือกันในประเทศขมายยังเตะให้เชียร์พิเศษแฮก็เคยทานเมนบองปนขมายยังจืดจะทานเดี๋ยวก็โจจัดแยมเชียร์แบบเพจฮอตพอตซีชอนแบบจันนึงไงให้ยมนิดได้ก่อนนักเคยในถงเห็นคลียนให้แคนยมอยู่ได้อ๋อจังก็ติงกระดึงกระดึงหมดเฟิร์กลนไอในเตะยมมองเตอไปเดี๋ยวยืนเฟิร์กลนไอยมในเตะจังไงวิวเห็นเซลลอยมากำรัดได้ให้เชียร์พิเศษยังไอดะเนรู้เชียร์เอาไว้เดี๋ยวยืนจังบ้านหรือก็ปลายสัตว์หน้าเดี๋ยวยืนโจจัดแยมปูเนี่ยได้ก็ทบตัวยมในห้างจันคือดวดดังไงถ้าไปเดี๋ยวยมซุปซีชอนมาดองคือวิวเห็นจะไหนเลยอ๋อจะได้จังไงนี่ก็ยมมาធ្វើញ៉ាំតែខ្លួនឯងនៅផ្ទះហើយក៏ឆ្លៀតថតវីដេអូបង្ហាញអ្នកនរគ្នាចឹងឥឡូវនេះកុំឲ្យខាតពេលវេលាយូរមើលគ្រឿងផ្សំរបស់ខ្ញុំណាចឹងខ្ញុំប្រើជាមួយទឹកដូងដើម្បីយករំងាស់ធ្វើជាទឹកស៊ុបបើអត់មានទឹកដូងទេក៏យើងអាចប្រើទឹកសយើងធម្មតាក៏បានដែរបន្ទាប់ពីទឹកយើងចាប់ដើមពុះហើយយើងដាក់ជាមួយដុំស៊ុបខ្នុរចូលចំនួន1ដុំតែប៉ុណ្ណឹងគឺរួចរាល់ហើយនេះយើងត្រៀមទឹកស៊ុបយើងដើម្បីទុកធ្វើជាស៊ុបស៊ីឈាន់ចឹងអានេះដល់ផ្នែកទឹកស៊ុបគឺយើងទុកវាមួយឡែកសិនទៅយើងចាប់ដើមមកឆាជាមួយនឹងគ្រឿងស៊ីឈាន់ម្ដងខ្ញុំប្រើជាមួយនឹងខ្ទឹមសចំនួន3កាពឹសហើយខ្ញុំដាក់ដុំស៊ីឈាន់ហ្នឹងចូលតែ1/4ទេដោយសារតែខ្ញុំធ្វើញ៉ាំតែ2នាក់ហើយយើងតបដុំស៊ីឈាន់របស់យើងហ្នឹងឲ្យបាយល្អមកឲ្យវាទៅជាល្បាយតែមួយណាដោយសារដុំហ្នឹងវារៀងស្អិតចឹងតោះតែយើងយកវែកមកចុចវាឲ្យវាបែកម៉ត់ល្អឬក៏តបបន្ថែមទៀតក៏បានដែរហើយនេះដោយសារតែខ្ញុំធ្វើញ៉ាំតែ2នាក់ឯណាអ្នកទាំងអស់គ្នាបានខ្ញុំដាក់1/4ហ្នឹងណាចឹងបើអ្នកទាំងអស់គ្នាធ្វើញ៉ាំសមាជិកគ្នាច្រើនឯងអាចដាក់ទាំងដុំទាំងមូលហ្នឹងក៏បានដែរហើយសម្រាប់គ្រឿងផ្សំវិញគឺខ្ញុំដាក់ជាមួយនឹងប្រេងខ្យងចូលបន្តិចជាមួយនឹងម្សៅស៊ុបប៊ីចេងហើយជាមួយស្ករស2ស្លាបព្រាហើយសម្រាប់គ្រឿងផ្សំរសជាតិនេះដែរគឺអ្នកទាំងអស់គ្នាដាក់តាមចំណង់ចំណូលចិត្តទេហើយពេលហ្នឹងគឺបើកភ្លើងតិចៗណាកុំបើកភ្លើងខ្លាំងពេកខ្លាចខ្លោចឆ្នាំងហើយយើងយកទឹកដូងដែលយើងរងាស់មុនហ្នឹងយកមកចាក់ចូលមកហើយបន្ទាប់ពីហ្នឹងហើយយើងភ្លក់ទឹកស៊ុបហ្នឹងទៅបើសិនថារសជាតិហ្នឹងត្រូវអ្នកទាំងអស់គ្នាចូលចិត្តចង់បានហើយចាំដាក់ដោះគោបន្ថែមចុងក្រោយតែប៉ុណ្្នឹងគឺរួចរាល់ជាការស្រេចហើយនិយាយទៅទឹកស៊ុបស៊ីឈាន់នេះគឺងាយស្រួលធ្វើខ្លាំងមែនតើលឿនចំណាយលុយអស់តិចហើយបានញ៉ាំម្ហូបឆ្ងាញ់ទៀតទឹកស៊ុបរបស់យើងបានរួចរាល់ហើយចឹងឥឡូវនេះមកធ្វើជាមួយទឹកជ្រលក់ម្ដងខ្ញុំប្រើជាមួយនឹងដុំស៊ីឈាន់ហ្នឹងចូលមកចុងស្ព្រាដាក់ជាមួយនឹងទឹកម្ទេសជាមួយនឹងទឹកសៀងហើយជាមួយនឹងទឹកស៊ូគីបន្ទាប់ពីយើងដាក់លាយល្បាយនឹងចូលគ្នាអស់ហើយអ្នកទាំងអស់គ្នាតបទៅព្រោះដោយសារដុំស៊ីឈាន់ហ្នឹងវាស្អិតណាចឹងតបចំណាយពេលរៀងយូរដែរតំនតែវារលាយចូលគ្នាអស់ហើយចាំយើងបន្ថែមជាមួយទឹកបន្តិចទៅដើម្បីកុំឲ្យវាខាប់ហើយដាក់គ្រឿងដាក់ជាមួយម្សៅស៊ុបស្ករសនិងប៊ីចេងបន្តិចដែរយើងកូរវឹកវារហូតដល់តែល្បាយហ្នឹងលាយចូលគ្នាអស់ចាំយកវាហ្នឹងយកទៅឆាហើយសម្រាប់ទឹកជ្រលក់ហ្នឹងគឺចាំបាច់គឺត្រូវយកទៅឆាព្រោះវីដេអូកាលមុនខ្ញុំធ្លាប់បានធ្វើម្ដងមេបងស្រីដែលគាត់សួរខ្ញុំថាទឹកជ្រលក់ហ្នឹងអាចអត់ឆាបានអត់ចឹងខ្ញុំសូមឆ្លើយក្នុងវីដេអូនេះបើសិនជាកាលណាយើងអត់ឆាទៅវាអាចធ្វើឲ្យដុំស៊ីឈាន់របស់យើងហ្នឹងវាអត់រលាយបានល្អចឹងវាធ្វើឲ្យទឹកជ្រលក់របស់យើងហ្នឹងអត់សូវមានរសជាតិឈ្ងុយឆ្ងាញ់ហើយវាអត់សាយភាយជាមួយនឹងក្លិនស៊ីឈាន់ចឹងឥឡូវនេះទឹកជ្រលក់របស់ខ្ញុំបានធ្វើរួចរាល់ហើយអ្វីដែលបន្ថែមនោះគឺមានជាមួយនឹងខ្ទឹមសជាមួយនឹងម្ទេសហើយជាមួយនឹងខ្ទឹមដែលសារខ្ញុំអត់មានជីវ៉ាន់ស៊ុយចឹងបើអ្នកនរគ្នាមានជីវ៉ាន់ស៊ុយអាចបន្ថែមពីលើនឹងទៀតបានឥឡូវនេះមកដល់ផ្នែកបន្លែវិញគឺខ្ញុំមានជាមួយស្ពៃបកគោតកួនស្ពៃតឿជាមួយពោតផ្សិតហើយជាមួយនឹងផ្សិតច្បើងដែរចឹងអ្នកនរគ្នាអាចដាក់លៃលកបន្លែតាមចំណង់ចំណូលចិត្តអ្នកនរគ្នាចូលចិត្តទៅចឹងឥឡូវនេះដល់ពេលញ៉ាំហើយនិយាយទៅកោពោះគ្រូហ្មងណាហើយឥឡូវនេះហាមកបញ្ចូលសលេងក៏ឃ្លានដែរអ្នកនរគ្នាអើយព្រោះថារសជាតិនេះណាឆ្ងាញ់បំភ្លេចមិនបានទេអ្នកនរគ្នាមើលវីដេអូមួយនេះហើយកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាហើយមកមើលគ្រឿងផ្សំយើងអត់មានប្រហិតថៃប្រហិតហតដកប្រហិតគ្រប់មុខជាមួយនឹងបកានិងសាច់គោអីចឹងនិយាយទៅដាក់លៃលកតាមចំណង់ចំណូលចិត្តទៅចូលចិត្តអីដាក់នឹងទៅអ្នកទាំងអស់គ្នាអើយហើយធ្វើញ៉ាំខ្លួនឯងនៅផ្ទះចឹងទៀតណាចំណាយលុយអស់តិចហើយជាពិសេសគឺមានអនាម័យចឹងពេលយើងញ៉ាំហើយយើងអត់ភ័យថាត្រូវពិបាកឈឺពោះឈឺអីទេចឹងបន្ទាប់ពីទឹកស៊ុបរបស់យើងចាប់ដើមពុះហើយយើងដាក់ផ្នែកសាច់ចូលហើយចាំដាក់បន្លែចូលទាំងក្រោយហើយសម្រាប់សាច់គោនេះខ្ញុំប្រើជាមួយនឹងសាច់ច្រឡក់អ្នកទាំងអស់គ្នាវាឈប់ឆ្ងាញ់ខ្ញុំចូលចិត្តចឹងទឹកសម្រាប់សាច់គោនេះគឺយើងគ្រាន់តែដាក់តែមកឃើញភ្លើងបានហើយតែប៉ុណ្្នឹងទៅយើងស្រង់វិញញ៉ាំមើលវារៀងផុយល្អហើយឥឡូវស៊ុបរបស់យើងនេះចាប់ដើមឆ្អិនហើយអ្នកទាំងអស់គ្នាមើលតំណងអត់បើថាតំណងលួចលេបទឹកមាត់អីណាខមមិនប្រាប់ខ្ញុំនៅខាងក្រោមវីដេអូនេះផងហើយឬក៏ថាចង់សនំពរឲ្យខ្ញុំចេញវីដេអូធ្វើម្ហូបអីបន្ថែមទៀតក៏អាចខមមិននៅខាងក្រោមវីដេអូមួយនេះបានដែរអូយយាយម៉ានកោពោះគ្រូទៀតហើយឥឡូវនេះដល់វគ្គភ្លក់ឲ្យអ្នកទាំងអស់គ្នាតំណងណាស់ហើយជាពិសេសនិយាយទៅបានសិតតែរបស់ដែលយើងចូលចិត្តមកមិនថាសាច់ប្រហិតឬក៏បន្លែអីទៅអែមមែនតើហើយជាពិសេសបំភ្លេចមិនបានណាជាមួយទឹកជ្រលក់នេះគឺតួអង្គសំខាន់ខ្លាំងមែនតើអូយបានជ្រលក់ជាមួយសាច់គោចឹងទៀតណាជាតិម៉ែជាតិហ្មងហើយមើលតែមាត់ខ្ញុំញ៉ាំទៅដឹងហើយអ្នកទាំងអស់គ្នាគឺឆ្ងាញ់ខ្លាំងមែនតើថ្ងៃហ្នឹងគឺខ្ញុំអស់3ចានតែម្ដងព្រោះថាគុំយូរហើយឥឡូវបានញ៉ាំហើយចឹងមើលអ្នកទាំង